ជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំមួយនេះថ្ងៃនេះយើងបានមកជាមួយនឹងសម្លម្ជូរតកួនជាមួយនឹងត្រីក្រាញ់ហើយស្លឹកត្រួយអំពិលមានម្អមមានជីនាងវងម្ហូបស្រុកស្រែលក្ខណៈធម្មតាប៉ុន្តែមិនធម្មតាដោយសារតែផ្ទះរបស់ខ្ញុំអត់សូវមានអ្នកពូកែខាងញ៉ាំប្រហុកអញ្ចឹងរាល់សឡម្ជូរខ្ញុំអត់ដាក់ប្រហុកទេហើយភាគច្រើនបងប្អូនខ្មែរយើងគាត់តែងតែនិយាយថាសឡម្ជូរអត់ដាក់ប្រហុកចប់បាត់ហើយមិនមែនសឡម្ជូរទេស្ងោរម្ជូរប៉ុន្តែខ្ញុំចូលចិត្តអញ្ចឹងលក្ខណៈថាបដូរពីប្រហុកមកប្រើជាមួយនឹងទឹកត្រីវិញជាមួយម៉ាក់ឬក៏អ៊ំអីអត់ត្រូវទេគាត់មើលដឹងថាឲ្យឯងសំបីតាម៉ាក់ខ្ញុំក៏គាត់ថាដែរសឡម្ជូរណាគេធ្វើដូចខ្លួនឯងអញ្ចឹងហើយខ្ញុំបានតបទៅម៉ាក់ខ្ញុំវិញថាខ្ញុំនឹងចំហុយប្រហុកមួយចានផ្សេងទៀតបើម៉ាក់ចង់ញ៉ាំប្រហុកម៉ាក់អាចដាក់ប្រហុកនៅពេលដែលសឡយើងឆ្អិនយើងអាចសូរពីលើបានហើយសឡហ្នឹងខ្ញុំអត់បានដាក់ឲ្យប្រៃទេដាក់ឲ្យរៀងសាបដើម្បីអ្នកដែលគាត់ចង់ញ៉ាំប្រហុកគឺគាត់ស្រូបពីលើហើយអ្នកដែលអត់ចង់ញ៉ាំប្រហុកបើសិនជារៀងស្ទើរសាបយើងថែមទឹកត្រីមកម្ហូបដែលឆ្ងាញ់មិនមែនជាម្ហូបដែលមានត្រីសាច់ច្រើននោះទេគឺជាម្ហូបដែលយើងភ្លក់ចូលទៅដល់អណ្ដាតរបស់យើងទៅគឺមានអារម្មណ៍ថាឆ្ងាញ់គឺជារសជាតិរបស់យើងជារសជាតិដែលអ្នកផ្ទះយើងញ៉ាំជារៀងរាល់ថ្ងៃហើយនេះខ្ញុំបានដាក់ដាំទឹកឲ្យវាពុះសិនដើម្បីចាក់ត្រីចូលហើយមុននឹងខ្ញុំទៅធ្វើអីផ្សេងទៀតហ្នឹងម្ជូរអំពិលខ្ចីត្រួយម្ជូរអំពិលហ្នឹងខ្ញុំបានហាន់វាឲ្យល្អិតដើម្បីបង្កើនជាតិជូរធម្មតាបើសិនយើងដាក់ទៅទាំងមូលទាំងវែងអញ្ចឹងវាអត់សូវជូរហ្មងទេអញ្ចឹងអ្នកដែលគាត់អត់សូវចូលចិត្តជូរគាត់ដាក់អញ្ចឹងទៅប៉ុន្តែផ្ទះខ្ញុំចូលចិត្តរៀងជូរបន្តិចអញ្ចឹងខ្ញុំរៀងហាន់ឲ្យវាល្អិតតិចទៅដើម្បីឲ្យវាចេញជាតិជូរមិនថាសម្លស្ងោរមិនថាសម្លម្ជូរទេនៅពេលដែលឆ្អិនភ្លាមយើងញ៉ាំភ្លាមបានឆ្ងាញ់គឺជាម្ហូបដែលយើងញ៉ាំពេលដែលសីតុណ្ហភាពនៅក្តៅកាលណាដែលវាចុះត្រជាក់ទៅបាត់បង់រសជាតិបាត់បង់ភាពឆ្ងាញ់របស់វាអញ្ចឹងហើយបានជាមុនពេលធ្វើម្ហូបហ្នឹងគឺខ្ញុំរៀបចំគ្រឿងទេសអីហ្នឹងរួចរាល់ហើយទុកមិនលើរុះទាល់តែចិត្តដល់ម៉ោងញ៉ាំឬក៏នៅសល់15នាទីឬក៏20នាទីទៀតគឺម៉ោងបាយទើបខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងនៅលើចក្រានដើម្បីចម្អិនភ្លាមញ៉ាំភ្លាមអាហ្នឹងដឹងរសជាតិឆ្ងាញ់ទោះបីជាយើងស្លមិនសូវជាឆ្ងាញ់ the best អីក៏មានអ្នកញ៉ាំអស់ដែរក្រៅពីធ្វើការនៅពេលដែលទំនេរខ្ញុំចូលចិត្តដើរលេងធ្វើដំណើរកម្សាន្តឬក៏នៅផ្ទះធ្វើម្ហូបក្រៅពីនេះខ្ញុំអត់មានអីជាចំណាប់អារម្មណ៍ទេមិនមែនជាចុងភៅមិនមែនជាអ្នកជំនាញទេប៉ុន្តែរាល់ពេលដែលខ្ញុំធ្វើទៅគឺញ៉ាំអស់អ្នកផ្ទះហ្នឹងញ៉ាំអស់លេងហ្មងម្ហូបមួយមុខនេះឆ្ងាញ់ងាយស្រួលធ្វើហើយចំណាយលុយតិចទៀតចំពោះត្រីយើងនៅតាមស្រុកភូមិទិញអត់សូវថ្លៃហ្មងទេហើយតកួនអីហ្នឹងក៏អត់សូវថ្លៃដែរហើយទោះបីជានៅក្រុងអីយ៉ាងច្រើនខុសគ្នា500រៀលឬក៏1000រៀលអីទេអស់ហើយរីឯពេលវេលាក្នុងការចម្អិនហ្នឹងក៏អត់យូរដែរយ៉ាងយូរបំផុតហ្នឹងគឺ15នាទីឬក៏20នាទីអីហ្នឹងដោយសារអីយើងរៀបចំគ្រឿងក្រៅអីហ្នឹងទុកមិនលើហើយជាស្រេចហើយការពិតទៅនៅពេលដែលហាន់ត្រួយអំពិលហ្នឹងយើងត្រូវមានជ្រញ់មួយប៉ុន្តែខ្ញុំនេះបែបលក្ខណៈថាខ្ជិលដើរទៅយកជ្រុញអង្គុយឆហាន់ទៅគីឡូថាវាលឿនប៉ុន្តែមានលឿនណាឡើងយូរដែរនឹងចាយពេលមុំតែហាន់រួចហ្នឹងប៉ុន្តែដោយសារតែខ្ញុំរងចាំឲ្យទឹកពុះដែរអញ្ចឹងធ្វើបែបទេសចរម្ហូបអញ្ចឹងធ្វើ slow យឺតតាមដំណើរចំពោះគ្រឿងគោលដោយដែលបានបញ្ជាក់តាំងពីដើមវីដេអូអញ្ចឹងមានតែត្រីតកួនហើយជាមួយនឹងជីម្អមជាមួយនឹងម្ជូរអំពិលទេហើយគ្រឿងផ្សំបន្ថែមទៀតហ្នឹងមានដូចជាអំបិលស្ករប៊ីចេងទឹកត្រីខ្ញុំមានតែ4មុខហ្នឹងទេដែលខ្ញុំប្រើនៅក្នុងឆ្នាំងហ្នឹងម្ហូបប្រភេទសម្លវាអត់ដូចប្រភេទឆាអាំងឬក៏ចៀនអីទេមានន័យថាយើងអាចដើរចោលពីកន្លែងនឹងបានរហូតតតែទឹកពុះទើបយើងមកផ្សំគ្រឿងក្រៅបន្តម្ហូបមួយមុខនេះក៏ពិតទៅម្ហូបអាហារពេលព្រឹកតាប៉ុន្តែអាហារពេលព្រឹកខ្ញុំម៉ោងចូល10ហើយបានខ្ញុំចាប់ផ្ដើមចម្អិនម្ហូបដោយសារតែថ្ងៃថតវីដេអូហ្នឹងគឺថ្ងៃអាទិត្យអញ្ចឹងខ្ញុំអត់ទៅណារៀងចូលគេងពេលចិត្តភ្លឺពេកទៅក្រោកហ្នឹងក៏ពេលចង់ស្ទើរតែថ្ងៃបាត់ដែរហើយនេះពេលវេលាដែលរងចាំនេះបានមកដល់ហើយឃើញហុយឃើញផ្សែងសអាហ្នឹងទឹកពុះឯណាយើងមិនចាំបាច់បើកកម៉ូបឆ្នាំងក៏យើងដឹងដែរធម្មតាបើសិនជាអ្នកធ្វើម្ហូបគ្រាន់តែឃើញដឹងមកខ្ញុំរត់ទៅយកគ្រឿងក្រៅមានស្ករអំបិលប៊ីចេងទឹកត្រីហ្នឹងយកមកទុកសម្រាប់ដាក់ខ្ញុំយកកណាត់ទ្រពមួយដើម្បីបើកឆ្នាំងរបស់ខ្ញុំ
ធម្មតាតែយើងយកដៃយើងប្រកាសជាក្តៅលីអីបងសក់លើអីជំហានដំបូងយើងទុកឲ្យពុះឲ្យគ្រប់ចឹងហើយយើងចាក់ត្រីរបស់យើងចូលតែម្ដងត្រីនោះគឺយើងត្រូវចាក់មុនគេដើម្បីកាត់ឆ្អាបដោយសារតែត្រីក្រាញ់ជាប្រភេទត្រីសាច់ស្វិតអញ្ចឹងយើងស្ងោរវាឲ្យរៀងឆ្អិនបន្តិចក៏អត់អីដែរមានន័យថាវាអត់បែកសាច់ឬក៏វាអត់រលួយអាឡេះចេញឆ្អឹងលក្ខណៈពិបាកញ៉ាំទេតែបើផ្ទះយើងមានកូនក្មេងយើងទាមទារឲ្យមនុស្សចាស់ហ្នឹងបេះឲ្យគាត់ញ៉ាំណាព្រោះអីខ្លាចឆ្អឹងវាច្រើនហើយវាមុតពេលខ្លះយើងមើលអត់ឃើញទេអញ្ចឹងមុំតែកូនក្មេងទៀតបន្ទាប់ពីចាក់ត្រីចូលអស់ហើយយើងបង់គ្រឿងក្រៅរបស់យើងមកអ្វីដែលសំខាន់ហ្នឹងដោយដែលខ្ញុំបានរៀបរាប់ខាងដើមហ្នឹងអញ្ចឹងយើងដាក់ស្ងោរត្រីទៅទាល់តែទឹកហ្នឹងពុះសាថ្មីវិញបន្ទាប់មកទៀតមានពពុះមានអីហ្នឹងយើងដួសវាចេញទៅដើម្បីកុំឲ្យវាអត់ស្អាតទឹកវាទៅចេញខ្មៅឬក៏ពពុះអញ្ចឹងវាអត់ស្អាតទេសឡយើងបន្ទាប់ពីដួសពពុះចេញហើយមើលថាត្រីហ្នឹងឆ្អិនហើយយើងចាក់បន្លែយើងចូលតែម្ដងទុករហូតតតែបន្លែរបស់យើងហ្នឹងពុះសាថ្មីឡើងវិញហើយយើងកូរវាទៅដើម្បីឲ្យវាឆ្អិនសព្វបន្ទាប់ពីឃើញថាពុះហើយឆ្អិនបន្លែបានល្អហើយយើងចាប់ផ្ដើមចាក់ម្អមហើយនឹងត្រួយម្ជូរអំពិលយើងចូលទៅដើម្បីឲ្យវាមានជាតិចេញជាតិម្ជូរអំពិលឲ្យជូរចូលទៅក្នុងសឡរបស់យើងជីមវងទុកបង់ក្រោយគេទៅហើយបន្ទាប់ពីសឡរបស់យើងពុះហ្នឹងយើងដួសមកចេបមកភ្លក់មើលថាល្មមសាប្រៃហើយនៅបើសិនជាសាប្រៃល្មមហើយយើងអាចបិទភ្លើងបានណាហើយបើសិនជាអត់តាន់ល្មមទេយើងកូរភ្លក់មើលម្សាហើយម្សាទៀតថាតើវានៅខ្វះរសជាតិអីគេអញ្ចឹងយើងអាចថែមគ្រឿងតាមនឹងបានហើយនេះសឡរបស់យើងឆ្អិនហើយខ្ញុំកូរទៅឲ្យមើលថាតើរូបរាងរសជាតិវាសមគ្នាឬយ៉ាងណាដែរចាំមើលទៅភ្លក់ទាំងអស់គ្នាហើយធម្មតាសឡរបស់យើងមានទឹកហើយប្រកាសជាមានគោកហើយអញ្ចឹងខ្ញុំមានបំពងបកាមួយចានទៀតដើម្បីកុំឲ្យវាអត់មានជាតិមានតែសឡមួយមុខវាស្ទើសកម្មភាពនេះដួសបដាស្រែកហៅកូនបដាអើយមិនដឹងខ្ចាយទឹកមាត់ចូលចានសឡអត់ទេប៉ិនអីទេកូនយើងហើយគ្រួសារយើងអ្នកញ៉ាំទេទៅតាមហ្នឹងអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹង See you bye bye